ជាបឋមខ្ញុំបកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អានគណៈពេលនេះយើងខ្ញុំទាំងពីរនាក់សូមអំពាវនាវដល់ទឹកចិត្តបងប្អូនទាំងអស់គ្នាដើម្បីរៃថវិកាមួយចំនួនដើម្បីទៅជួយមាតុភូមិរបស់យើងកំពុងតែមានសង្គ្រាមដែលចោលឈ្លានពានទឹកដីរបស់យើងគឺចោលសៀមចឹងទេបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមចំណែកជាមួយខ្ញុំបាទទាំងពីរនាក់នៅថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍ដែលបងប្អូនទាំងនេះអាចចូលរួមជាមួយពួកខ្ញុំបានហើយបើមិននេះទេយើងមានញោមហងគាត់នៅវត្តគាត់អាចទទួលថវិកានឹងផងដែរអញ្ចឹងបងប្អូននៅឯវត្តសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគឺទីក្រុងហ្វីឡានិងទីក្រុងញូជ័រស៊ីដែលមានទឹកចិត្តស្រឡាញ់មាតុភូមិស្រឡាញ់វីរៈកងទ័ពហើយជនភេសកដែលឃ្លាតចាកមាតុភូមិរបស់យើងគឺឃ្លាតចាកភូមិស្រុកកំណើតហ្នឹងគឺយើងមានភាពសំណោះមែនតើមិនអញ្ចឹងបាទហើយបន្តិចនេះនៃជំរាបបងប្អូនបន្ថែមទៀតបាទក្នុងស្ថានភាពដ៏លំបាកពេលនេះដោយដែលបងប្អូនជនរួមជាតិខ្មែរបានឃើញតាមការផ្សព្វផ្សាយតាមបណ្ដាញសង្គមហើយគឺសេចក្តីទុក្ខលំបាកនេះគឺឥតកណនាយើងគ្រាន់តែឃើញទស្សនវិជ្ជាជារួមជនភេសកដែលហ៊ានបាត់បង់ជីវិតដែលហ៊ានកំពុងតែប្រយុទ្ធក្នុងសម្បត្តិភូមិគឺពាក្យថាលំបាកមិនស្មើនឹងអ្វីដែលពួកគាត់ជួបផ្ទាល់ទេដូច្នេះហើយយើងដែលទាំងអស់គ្នានៅជួរក្រោយដែលមិនមានការលំបាកដោយពួកគាត់យើងគ្រាន់តែមានចំណែកចូលរួមតាមរយៈថវិកាតិចតួចទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីរួមចំណែកក្នុងផលិតផលនេះដើម្បីជាតិរបស់យើងបានធូរស្បើយដោះស្រាយនៅបញ្ហាដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកជាពិសេសគឺប្រជាពលរដ្ឋបងប្អូនដែលកំពុងតែភៀសសាក់គឺមានការលំបាកយ៉ាងពន់ពេកយើងឃើញហើយគឺប្រកាសជារន្ធត់ហើយនឹកស្មានថាជាតិរបស់យើងដែលក្នុងកលស័កសម័យទំនើបនេះគឺមានការឈ្លានពានពីបរទេសគឺចៅសៀមនេះដូច្នេះហើយខ្ញុំមានតែសូមអំពាវនាវហើយអំពាវនាវទៀតនៅទឹកចិត្តបងប្អូនជនរួមជាតិខ្មែរទូទាំងសហរដ្ឋអាមេរិកហើយជាពិសេសគឺបងប្អូនខ្មែរយើងនៅតំបន់ហ្វីឡានិងរដ្ឋញូជ័រស៊ីនេះដែលបានឃើញវីដេអូនេះហើយកុំភ្លេចទំនាក់ទំនងមកខ្ញុំទាំងពីរនាក់ឬក៏តាមរយៈបាសិកាចេញហុងចាប់វត្តប្រពុតរាំងសីដើម្បីទទួលនៅជំនួយជាប្រាក់ថវិកាយើងមិនអាចផ្ញើរបស់របរសម្ភារៈទៅបានទេយើងមានតែថវិកាដែលយើងនឹងប្រមូលបានប៉ុណ្ណាយើងនឹងបញ្ជូនទៅដល់ដៃអ្នកដែលត្រូវការតាមរយៈដែលយើងស្គាល់ទុកចិត្តបាននៅប្រទេសកម្ពុជារបស់យើងហើយសូមធានាថាជំនួយប្រាក់ថវិកាដែលបងប្អូនបាននឹងបកគោជួយនេះយើងនឹងធានា 100% ថានឹងមិនបាត់បង់ឲ្យបានទៅដល់ដៃជនភេសកដូចជាបានចំណែកដល់ទាហានជួរមុខរបស់យើងដែលកំពុងតែប្រយុទ្ធកំពុងតែដេកឈឺកំពុងតែសម្រាកជាបាននៅទីពេទ្យជាដើមតាមលទ្ធភាពតាមកម្រិតនៃជំនួយរបស់យើងបាទអញ្ចឹងទីចុងក្រោយសូមអរគុណទុកជាមុនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នាសូមឲ្យជាតិរបស់យើងនៅថិតថេរជាអមតៈសូមឲ្យខ្មែរទូទាំងសកលលោកទាំងមូលរក្សាបាននូវសាមគ្គីភាពក្នុងកលតិស័កដែលជាតិយើងកំពុងតែមានគ្រាអាសន្ននាពេលនេះសូមអរគុណនិងសូមអរគុណ